នៅក្នុងរឿងអ្នកមនាងយូអ៊ីគឺមានឈុតមួយដែលធ្វើឲ្យអ្នកទស្សនានឹងចង់ចាំមិនភ្លេចនោះគឺជាឈុតដែលអ្នកមនាងយូអ៊ីនេះគឺគាត់បានកាត់សក់របស់គាត់នៅចំពោះមុខអធិរាជឈៀនឡុងហើយការកាត់សក់នេះគឺបង្ហាញពីការអន់ចិត្តហើយនឹងការផ្ដាច់ទំនាក់ទំនងរបស់ព្រះនាងហើយនឹងអធិរាជប៉ុន្តែចោះបើប្រវត្តិសាស្ត្រពិតវិញការកាត់សក់នេះគឺពិតជាមានអត្ថន័យដោយដែលរឿងភាគនឹងបានបង្ហាញមែនអត់អញ្ចឹងនៅថ្ងៃនេះយើងនឹងមកនិយាយអំពីរឿងរ៉ាវរបស់អ្នកមនាងយូអ៊ីឬក៏រូយីហ្នឹងណាហើយនឹងមូលហេតុនៃការកាត់សក់របស់នាងអញ្ចឹងយើងមកដឹងពីដើមកំណើតរបស់ទ្រង់អញ្ចឹងម្ចាស់ស្ត្រីណារ៉ាឬក៏យូអ៊ីហ្នឹងណាគឺមានឈ្មោះដើមថាយូឡាណារ៉ាដែលជាកូនស្រីនៅតកូលហ្វូវ៉ាណារ៉ាហើយក៏ជាកូនរបស់មន្ត្រីធំម្នាក់ដែរអញ្ចឹងនៅអាយុ16ឆ្នាំគឺនាងបានចូលទៅក្នុងរាជវាំងដែលធ្វើទៅជាភរិយារបស់ព្រះអង្គម្ចាស់ហុងលីចំពោះត្រង់នេះដែរព្រះអង្គម្ចាស់ហុងលីនឹងគឺជាព្រះនាមមុនពេលដែលទ្រង់បានឡើងសោយរាជអ្នកទាំងអស់គ្នា9ខែក្រោយមកព្រះអង្គម្ចាស់ហុងលីនឹងក៏បានឡើងគ្រងរាជហើយក៏បានក្លាយទៅជាអធិរាជឈៀនឡុងហើយដោយសារតែទ្រង់បានឡើងគ្រងរាជអញ្ចឹងទៅនាងក៏បានឡើងឋានៈទៅតាមនឹងដែរដែលក្លាយទៅជាស្នំសៀននៅឆ្នាំ1748ម្ចាស់ស្ត្រីទី1របស់អធិរាជឈៀនឡុងគឺមានឈ្មោះថាម្ចាស់ស្ត្រីហ្វូឆាគឺគាត់បានសោយទីមង្គតអញ្ចឹងបន្ទាប់ពីការសោយទីមង្គតរបស់ទ្រង់ជាហេតុធ្វើឲ្យស្នំសៀននឹងគឺត្រូវបានគេគិតថាស័ក្តិសមនឹងទទួលបានតំណែងជាម្ចាស់ស្ត្រីទី2របស់អធិរាជឈៀនឡុងណាប៉ុន្តែដោយសារតែព្រះមហេសីទី1នេះគឺគាត់សគត់ភ្លាមគាត់សោយទីមង្គតភ្លាមចឹងទៅក្នុងអំឡុងពេលកាន់ទុកនឹងគឺមិនអាចតែងតាំងស្នំសៀននឹងទៅជាម្ចាស់ស្ត្រីទី2បានទេដោយសារតែវាបង្ហាញពីការមិនគោរពចំពោះអតីតម្ចាស់ស្ត្រីទី1ប៉ុន្តែទោះជាយ៉ាងណាក៏ដោយទ្រង់ក៏បានលើកនាងឡើងទៅជាដូចស្នំឯកអញ្ចឹងអ្នកនរគ្នាលក្ខណៈថាតម្លើងមកកម្រិតទៀតដោយសារពីមុនគ្រាន់តែជាស្នំធម្មតាទេហើយបន្ទាប់ពីការកាន់ទុកនៅបានបញ្ចប់ស្នំសៀននឹងក៏ត្រូវបានតែងតាំងទៅជាម្ចាស់ស្ត្រីទី2នឹងជាផ្លូវការនៅក្នុងឆ្នាំ1750ហើយបន្ទាប់ពីនោះមកនាងក៏ប្រសូតបានបុត្រចំនួនបុត្រា2អង្គហើយនិងបុត្រី1អង្គហើយនាងក៏ថែមទាំងបានធ្វើដំណើរទស្សនកិច្ចជាច្រើនជាមួយនឹងអធិរាជផងដែរមិនត្រឹមតែប៉ុណ្ណោះនាងក៏ទទួលបានការគោរពយ៉ាងពងពោះពីមន្ត្រីផងដែរចំពោះដំណើរទស្សនកិច្ចទៅភាគខាងត្បូងគឺនៅឆ្នាំ1765ដែលត្រូវនឹងឆ្នាំទី30នៃរជ្ជកាលឈៀនឡុងគឺម្ចាស់ស្ត្រីណារ៉ាឬក៏យូអ៊ីហ្នឹងអ្នកនរគ្នាគឺបានអមដំណើរអធិរាជដោយមានស្នំលីងមានអីហ្នឹងគឺបានអមដំណើរគ្នាទៅទស្សនកិច្ចនៅភាគខាងត្បូងដំបងឡើយអ្វីហាក់ដូចជាធម្មតាទេដោយសារតែអំឡុងពេលធ្វើដំណើរហ្នឹងគឺមានកម្មវិធីជប់លៀងមានការប្រពកម្មវិធីខួបកំណើតរបស់ម្ចាស់ស្ត្រីហ្នឹងហើយអធិរាជគឺគាត់បានរៀបចំអ្វីពិសេសជាច្រើនជូនទៅដល់ម្ចាស់ស្ត្រីថែមទាំងបានបកគោលដូចជាអាហារអីពិសេសសម្រាប់នាងនេះជាបន្តបន្ទាប់ហើយក៏គ្មាននរណារំពឹងថានឹងមានបញ្ហាអ្វីកើតឡើងនោះដែរដោយសារកម្មវិធីគឺកំពុងតែសប្បាយប៉ុន្តែមិនយូរប៉ុន្មាននៅពេលដែលក្រុមធ្វើដំណើរនឹងបានទៅដល់ទីក្រុងហានជើអ្វីក៏ត្រូវបានផ្លាស់ប្ដូរភ្លាមតាមកំណត់ត្រារបស់ Draft History of Qing ម្ចាស់ស្ត្រីណារ៉ានឹងគឺគាត់បានកាត់សក់របស់នាងហើយក្នុងថ្ងៃដដែលនោះដែរអធិរាជឈៀនឡុងក៏បានប្រកាសបញ្ជាឲ្យបញ្ជូននាងនឹងត្រឡប់ទៅកាន់ទីក្រុងប៉េកាំងវិញទៅតាមផ្លូវទឹកដោយឲ្យព្រះអង្គម្ចាស់ហ្វូឡុងអាននឹងដែលជាស្វាមីរបស់ព្រះនាងទី4នឹងធ្វើជាអ្នកអមដំណើរហើយចាប់ពីថ្ងៃនេះមកក៏គ្មាននរណាម្នាក់បានឃើញម្ចាស់ស្ត្រីណារ៉ានឹងលេចមុខជាសាធារណៈម្ដងទៀតឡើយអ្នកនរគ្នាឆ្ងល់អត់ហេតុអីគ្រាន់តែកាត់សក់សោះធ្វើឲ្យអធិរាជនឹងខឹងហើយក៏បញ្ជូននាងទៅកាន់រាជធានីវិញកន្លែងនេះយើងត្រូវយល់ថានៅក្នុងទលាមទម្លាប់របស់រាជវង្សចិននៅពេលហ្នឹងគឺការកាត់សក់គឺវាជាបញ្ហាមួយដ៏ធ្ងន់ធ្ងរតាមទម្លាមទម្លាប់ម៉ាន់ជូស្ត្រីនៅក្នុងវាំងគឺអាចកាត់សក់បានតែក្នុងករណីតែមួយប៉ុណ្ណោះគឺនៅពេលដែលអធិរាជឬក៏ព្រះមហាក្សត្រិយានីនឹងគាត់សោយទីមង្គតដែលការកាត់សក់នឹងគឺជានិមិត្តរូបនៃការកាន់ទុក្ខយ៉ាងជ្រាលជ្រៅដូច្នេះខណៈដែល
នាងនឹងសសកទៅកាត់សក់អញ្ចឹងទៅធ្វើឲ្យព្រះអង្គនឹងយល់ថាវាគឺជាការប្រមាថដ៏ធ្ងន់ធ្ងរចំពោះទ្រង់ដូច្នេះហើយបានជាទ្រង់ខឹងហើយក៏បញ្ជូននាងទៅកាន់រាជធានីវិញហើយនៅពេលដែលអធិរាជនឹងបានត្រឡប់ទៅកាន់ពេកាំងវិញទ្រង់ថែមទាំងបានព្យាយាមដកនាងចេញពីតំណែងជាម្ចាស់ស្ត្រីជាផ្លូវការទៀតផងប៉ុន្តែផែនការនេះក៏ត្រូវបានពួកមន្ត្រីនឹងជំទាស់ដោយសារតែការដកម្ចាស់ស្ត្រីចេញពីតំណែងដែលគ្មានហេតុផលច្បាស់លាស់គឺវាអាចប៉ះពាល់ដល់កិត្តិយសរបស់រាជវង្សដូច្នេះហើយបានជាអធិរាជឈិនឡុងនឹងក៏បាត់បង់គំនិតដកម្ចាស់ស្ត្រីនឹងចាញ់ប៉ុន្តែទោះបីជាតំណែងម្ចាស់ស្ត្រីនឹងមិនបានដកក៏ដោយផ្ទុយទៅវិញទ្រង់គឺបានដកហូតគ្រឿងយុទ្ធអីទាំងអស់ដែលទ្រង់ធ្លាប់បកលជូនណាគឺដកហូតមកវិញទាំងអស់ហើយថែមទាំងកាត់បន្ថយអ្នកបម្រើដែលនៅតាមបម្រើនាងដូចគ្នាដោយទុកអ្នកបម្រើត្រឹមតែ2នាក់តែប៉ុណ្ណោះដែលចំនួននេះគឺវាស្មើនឹងស្រីស្នំធម្មតាអ្នកនរគ្នាស្រីស្នំដែលទាបបំផុតណាដែលមានឋានៈទាបបំផុតប៉ុន្តែងាររបស់នាងគឺនៅតែជាម្ចាស់ស្ត្រីដដែលដែលអត់មានការដកហូតអីទេហើយចំពោះការកាត់សក់របស់នាងនេះគឺជាសំណួរជាច្រើនដែលធ្វើឲ្យអ្នកប្រវត្តិសាស្ត្រនឹងជជែកគ្នារហូតមកដល់សប្តាហ៍ថ្ងៃប៉ុន្តែគឺអត់មានកំណត់ត្រាណាមួយដែលបញ្ជាក់ពីមូលហេតុនៃការកាត់សក់របស់នាងនោះទេប៉ុន្តែពួកគេគឺមានទ្រឹស្ដីហើយនឹងហេតុផលផ្សេងគ្នាចំពោះហេតុផលទី1នៃការកាត់សក់របស់ទ្រង់នោះគឺការតវ៉ាចំពោះអេរយាបថរបស់ស្ដេចឈិនឡុងអញ្ចឹងតាមកំណត់ត្រារបស់សាងស៊ីងដែលជាមន្ត្រីឈិងម្នាក់នៅខេត្តសាងស៊ីហើយនឹងពាក្យចចាមបារាមនៅសម័យនោះបាននិយាយថាម្ចាស់ស្ត្រីយូអ៊ីនេះគឺគាត់មិនពេញចិត្តនឹងការដែលអធិរាជនឹងប្រើប្រាស់ការធ្វើដំណើរទស្សនកិច្ចទៅកាន់ភាគខាងត្បូងហ្នឹងណាគឺជាឱកាសនៃការជ្រើសរើសស្រីស្នំបន្ថែមទៀតហើយខ្លះទៀតក៏បានបន្ថែមថានាងគឺទទូចសុំកុំឲ្យអធិរាជនឹងធ្វើឲ្យទង្វើនឹងតទៀតប៉ុន្តែអធិរាជអត់ព្រមស្ដាប់ឡើយដែលជាហេតុធ្វើឲ្យមានទំនាស់រវាងអធិរាជហើយនឹងចៅស្ត្រីយូអ៊ីនឹងហើយផលទី2នោះគឺការប្រកួតប្រជែងនៅក្នុងរាជវាំងអញ្ចឹងនៅក្នុងដំណើរទស្សនកិច្ចនឹងស្នំលីងក៏គាត់បានទៅដែរហើយស្នំលីងគឺត្រូវបានគេដំឡើងឋានៈជាបន្តបន្ទាប់ដែរដោយសារតែក្រោយមកនាងក្លាយទៅជាមេដារបស់ដូចថារាជទាយាទអញ្ចឹងណាអ្នកនរគ្នាហើយអាចថាអានឹងវាជាទំនាស់របស់ម្ចាស់ស្ត្រីហើយនឹងស្នំលីងចំពោះហេតុផលទី3នោះគឺបញ្ហាបុគ្គលិកលក្ខណៈដោយសារតែតាមកំណត់ត្រាមួយចំនួនបានចែងថាម្ចាស់ស្ត្រីយូអ៊ីនឹងគឺគាត់មានចរិតតឹងរឹងហើយហ៊ានប្រកែកមិនសូវជាសម្របជាមួយនឹងអធិរាជទេដែលតែហេតុធ្វើឲ្យមានចំនួនតិចតួចនឹងកើតឡើងម្ដងម្កាលផងដែរអញ្ចឹងគេគិតថាដោយសារតែអ្នកនាងយូអ៊ីគាត់ទៅចេះគាត់អត់សូវសម្របតាមអធិរាជទៅវាធ្វើឲ្យទើសសម្ដីគ្នាហើយអធិរាជក៏ខឹងហើយនេះគឺជាហេតុផលដែលគេបានលើកមកវិភាគអំពីការកាត់សក់របស់អ្នកនាងយូអ៊ីនឹងមានចំណុចមួយដែលធ្វើឲ្យអ្នកស្រាវជ្រាវអំពីម្ចាស់ស្ត្រីយូអ៊ីនឹងពិបាកដោយសារតែកំណត់ត្រាប្រវត្តិសាស្ត្រនោះគឺស្ទើរតែគ្មានព័ត៌មានលម្អិតអំពីជីវិតរបស់ម្ចាស់ស្ត្រីនឹងតតែសោះសម្បីតែរូបរាងមុខមាត់របស់នាងក៏យើងមិនដឹងច្បាស់ដែរអញ្ចឹងធ្វើឲ្យអ្នកស្រាវជ្រាវនោះគឺខ្វះព័ត៌មានច្រើនណាដែលនេះវាមិនមែនកើតឡើងដោយចៃដន្យទេគឺមកពីអធិរាជឈិនឡុងផ្ទាល់ហ្នឹងគឺគាត់នៅតែខឹងហើយគាត់ក៏បញ្ជាឲ្យបំផ្លាញឯកសារហើយនឹងរូបគំនូរហើយនឹងអ្វីទាំងអស់ដែលពាក់ព័ន្ធនឹងម្ចាស់ស្ត្រីនឹងឲ្យអស់ដែលជាហេតុធ្វើឲ្យយើងអត់សូវមានព័ត៌មានអីទាក់ទងនឹងទ្រង់ទេហើយរឿងនេះក៏មិនបានបញ្ចប់ត្រឹមតែការដកហូតអ្នកបម្រើអីនឹងទេគឺច្រើនឆ្នាំក្រោយមកទៀតស្ដេចឈិនឡុងគឺនៅតែមិនអត់ឱនទៅឲ្យម្ចាស់ស្ត្រីយូអ៊ីឡើយគឺមានករណីមួយចំនួនដែលមន្ត្រីនៅក្នុងជួររាជការហ្នឹងគឺគាត់បានព្យាយាមនិយាយការពារទាក់ទងនឹងម្ចាស់ស្ត្រីយូអ៊ីប៉ុន្តែទ្រង់បែរជាដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៀតផងឈានទៅដល់ការសម្លាប់អញ្ចឹងបញ្ហានេះគឺធ្វើឲ្យអធិរាជនឹងខឹងខ្លាំងមែនតើប្រហែលជាចំនួនរបស់អ្នកទាំងពីរនឹងគឺមិនមែនតូចតាចទេអាចថាចំនួននឹងខ្លាំងរហូតដល់អធិរាជនឹងគឺគាត់មិនងាយនឹងបំភ្លេចបានហើយមួយឆ្នាំក្រោយការកាត់ហេតុនៅយ៉ានជៅនឹងគឺនៅឆ្នាំ1766ម្ចាស់ស្ត្រីយូអ៊ីក៏ទទួលបានមរណភាពនៅក្នុងវ័យត្រឹមតែ48ឆ្នាំតែប៉ុណ្ណោះនៅពេលនោះអធិរាជឈិនឡុងក៏កំពុងតែប្រមាញ់សត្វនៅតំបន់មូឡាន
ហើយទ្រង់បន្ទាប់ពីទទួលបានដំណឹងថាម្ចាស់ស្ត្រីនឹងសោយទីមង្គតទ្រង់ក៏អត់បញ្ញាប់វិលមករាជវាំងភ្លាមៗនោះដែរផ្ទុយទៅវិញទ្រង់បែរជាបញ្ជូនកូនប្រុសរបស់ទ្រង់នឹងឲ្យទៅរាជវាំងទៅជាតំណាងជំនួសទ្រង់ទៅវិញហើយចំពោះពិធីបុណ្យសពរបស់ម្ចាស់ស្ត្រីគឺរៀបចំដូចស្នំថ្នាក់ទាបបំផុតអញ្ចឹងនិយាយថាទោះបីជាមានងារជាម្ចាស់ស្ត្រីក៏ដោយប៉ុន្តែគឺមិនមានមន្ត្រីឬក៏ស្ត្រីអីខ្ពង់ខ្ពស់អីចូលរួមទេគឺរៀបចំពិធីបុណ្យសពឲ្យនាងគឺតូចតាចបំផុតហើយអ្វីដែលជាពិសេសនោះគឺបន្ទាប់ពីការសោយទីមង្គតរបស់នាងក៏មិនទទួលបានងារក្រោយមរណភាពនោះដែរកន្លែងនេះគឺចាំបានន័យថាចំពោះប្រពៃណីរបស់គេបន្ទាប់ពីខ្សែរាជវង្សទទួលបានការសោយទីមង្គតហ្នឹងគឺគេតែងតែមានងារមួយផ្ដល់ឲ្យដែលជាកិត្តិយសប៉ុន្តែចំពោះម្ចាស់ស្ត្រីទី2វិញគឺគាត់អត់ទទួលបានអីទាំងអស់ងារក៏មិនទទួលបានហើយអីដែលជាពិសេសនាងគឺបញ្ចុះក្នុងនាមជាស្នំធម្មតាម្នាក់ប៉ុណ្ណោះគឺមិនបានបញ្ចុះក្នុងនាមដូចជាមហេសីឡើយហើយមួយវិញទៀតគឺមិនបានបញ្ចុះក្នុងរាជវង្សជាមួយនឹងស្ដេចមិនដូចម្ចាស់ស្ត្រីមុនណាហើយជីវិតរបស់នាងក៏ត្រូវបានបញ្ចប់ចំពោះចំណុចដែលរឿងភាគបានប្រាប់យើងវិញចំពោះចំណុចរឿងអ្នកនាងយូអ៊ីហ្នឹងគឺគេយកទៅសរសេរបន្តអ្នកនរគ្នាហើយក្នុងរឿងភាគការកាត់សក់របស់យូអ៊ីនេះគឺត្រូវបង្ហាញយ៉ាងច្បាស់ថាជាការសម្រេចចិត្តទោះខ្លួនរបស់នាងដែលកើតចេញពីអារម្មណ៍ខកចិត្តយ៉ាងជ្រាលជ្រៅចំពោះអធិរាជឈិនឡងដៃមិនស្មោះត្រង់មួយនាងអឡងពេលទស្សនកិច្ចនៅភាគខាងត្បូងនឹងហើយរឿងភាគមួយចំនួនក៏ផ្ដល់ហេតុផលជាច្រើនដែលទៅនឹងឈុតកាត់សក់នឹងចំណែកឯរឿងភាគមួយទៀតដូចជារឿងចំនួនដំណាក់យិនស៊ីវិញគឺបានបង្ហាញពីទស្សនៈផ្ទុយគ្នាមួយចំនួនដូចជាការចំណែនការបាត់បង់ស្មារតីមុននឹងកាត់សក់អញ្ចឹងហើយក៏មានរឿងចម្រុំចរាជាច្រើននៅក្នុងរឿងភាគហ្នឹងដែលជាហេតុបង្ហាញឲ្យយើងឃើញថាគឺគ្មាននរណាដឹងការពិតទេពីហេតុផលដែលអ្នកនាងយូអ៊ីនេះគឺគាត់បានកាត់សក់របស់ទ្រង់ហើយនេះគឺជារឿងរ៉ាវរបស់អ្នកនាងយូអ៊ីអ្នកនរគ្នាហើយតើអ្នកទាំងអស់គ្នាគិតមិនដែរចំពោះការកាត់សក់របស់អ្នកនាងយូអ៊ីតើគាត់អាចនឹងកាត់សក់ដោយសារហេតុអីទៅកុំភ្លេចជួយ comment នៅខាងក្រោមហើយវីដេអូយើងក៏បានមកដល់ទីបញ្ចប់អរគុណសម្រាប់ការទស្សនាបើអ្នកនរគ្នាចង់ខ្ញុំនិយាយពីរឿងអីទៀតកុំភ្លេចជួយ comment នៅខាងក្រោមនេះគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ